ស្ដីបងប្អូនថ្ងៃនេះខ្ញុំបានមកដល់ផ្សារអ៊ីអន2វ៉ាវស្រស់ស្អាតមែនទែននៅក្នុងទីផ្សារនេះដូចស្រុកគេអញ្ចឹងណែឥឡូវកំពុងឡើងចដៅយន្តហើយនេះទៅហើយទៅដល់ទៅតន់លើហើយនេះនៅខាងឆ្វេងដៃខ្ញុំមានហាងលក់អាហារដូចជាស៊ុបជប៉ុនដូចជាបុកល្ហុងដូចជាភីសាអីជាដើមហ្នឹងហើយគឺមានគ្រប់មុខហ្មងណាបងប្អូនមិនខ្វះទេឲ្យតែមានលុយគ្រឿងអលង្ការផ្សេងៗដូចជាក្រវិលខ្សែកអីជាដើមនេះយើងឃើញហើយបន្តហ្នឹងហើយនេះកន្លែងអង្គុយលេងពេលដើរទិញអីវ៉ាន់ហត់នឿយយើងមកអង្គុយលេងកន្លែងបាញ់ទឹកស្អាតដែរយកកូនចៅមកលេងឲ្យគេស្រស់ស្រាយអារម្មណ៍ហើយកន្លែងនេះដល់ពេលយប់គឺមានភ្លើងពន្លឺស្អាតណាស់បាញ់តាមស្លាយនេះណានេះមកកន្លែងទៀតហើយគឺមានដុំថ្មទឹកហូររំតាមថ្មហ្នឹងណាមើលខៀវខ្ចីល្អទេសភាពស្រស់ស្អាតមែនថតជារូបភាពលេងណាហើយក្តៅពេកមកអង្គុយឡើងនេះបន្តិចលំហាយកាយតិចនៅក្រោមដើមឈើម្លប់ទឹកឈៃនៅក្បែរផ្សារអ៊ីអនហ្នឹងមានអារម្មណ៍ល្អមកដល់ទីនេះស្ងាត់ហើយស្រួលជ្រកម្លប់បន្តិចអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនដែលបានតាមដានទស្សនារហូតដល់ចប់សូមអរគុណសូមជម្រាបលា